សួស្តីមកបេះផ្កាស្នោទៀតហើយពុកម៉ែបងប្អូនផ្កាស្នោថ្ងៃនេះគឺច្រើនដូចតែម្សិលមិញអញ្ចឹងឯងហើយថ្ងៃនេះគឺមកបេះដើម្បីយកទៅធ្វើជ្រក់នឹងឯងពុកម៉ែបងប្អូនប៉ុន្តែនឹងខ្ញុំធ្វើនៅពេលថ្ងៃស្អែកយើងបេះទុកពីល្ងាចអញ្ចឹងទៅព្រឹកឡើងទើបយើងចាប់ដើមរកគ្រឿងផ្សំផ្សេងយកមកធ្វើផ្លែវាចរងចរាស់ដោះហើយការល្អនៅល្អណាស់ឡើយយកម៉ែបងប្អូនមកនេះបុកទឹកគ្រឿងក៏ឆ្ងាញ់និយាយទៅនេះខ្ញុំថាចេញមុខម្ហូបបួយតាក់ទងជាមួយនឹងឆានេះខ្ញុំចង់យកទៅឆាត្រីតែដោយសារតែនឹងខ្ញុំរវល់អញ្ចឹងអត់សូវបានធ្វើម្ហូបឲ្យពុកម៉ែបងប្អូនមករយៈនេះគឺរវល់ការបនការមកសមមិញរវល់បនសពគេទឹមប្រហើយថ្ងៃហ្នឹងថ្ងៃនេះបានកន្លះកត្រកទៀតហើយពុកម៉ែបងប្អូន